ច្បាប់វិន័យក្រិតក្រមទី1គឺយើងត្រូវសិតលើខ្លួនយើងសិនខ្ញុំមិនដែលខ្វល់ពីអ្នកណាមិនធ្វើទេខ្វល់ពីខ្លួនឯងនឹងមិនធ្វើខ្ញុំមិនខ្វល់ពីអ្នកណាមិនកែប្រែយើងត្រូវខ្វល់ពីខ្លួនឯងកែប្រែបើយើងចង់បានអ្វីថ្មីយើងត្រូវកែប្រែណាត់គំនិតរបស់ខ្លួនឯងសិនផ្លឹបដេកម៉ោង11 12បានងើបយើងត្រូវងើបម៉ោង6អត់មានអីដែលមនុស្សធ្វើមិនបានទេមិនមែនប្អូនកើតឡើងរស់នៅលើផែនដីបាន25ម៉ោងទេវាគ្មានអីអស្ចារ្យជាងអ្នកមានអ្នកក្រដេកស្មើនេះទេ24ម៉ោងដូចគ្នារស់នៅបានតែ24ម៉ោងឯងអញ្ចឹងអ្នកនៅជនបទក៏24ម៉ោងអ្នកនៅទីក្រុងក៏24ម៉ោងអញ្ចឹងយើងទេដែលធ្វើបាបខ្លួនឯងទី1ដេកយប់ជ្រឹកទី2អត់ឲ្យពេលវេលាមានតម្លៃទេអត់ដល់ពេលវេលាឲ្យខ្លួនឯងទេផ្ដល់ពេលវេលាឲ្យតែអ្នកដទៃកំដរមិត្តភ័ក្តិផឹកស្រាកំដរមិត្តភ័ក្តិដើរលេងអត់មានរឿងខ្លួនឯងទេអានេះឲ្យគេហៅចាយពេលវេលាខ្ជិះខ្ជាយ